ខ្ញុំទិញត្រីឡាប់យ៉ានេះមួយបងប្អូនចំនួនថា7គីឡូដែរបងប្អូនអើយអញ្ចឹងក៏ថាយកមកចំហុយលេងស៊ូហូបអញ្ចឹងទៅការធ្វើរបស់ខ្ញុំផាជាខុសបងប្អូនឬក៏ស្តៀងបងប្អូនអញ្ចឹងទៅចាបងប្អូនធ្វើខុសខ្ញុំក៏អាចជួយប្រាប់នាងខ្ញុំម្នាក់មួយផងនឹងក្រុមវីដេអូរបស់នាងខ្ញុំអញ្ចឹងបងប្អូនចាហើយត្រីនេះគឺខ្ញុំហៅត្រីឡាប់យ៉ាក្រហមបងប្អូនហៅជាត្រីអ្វីផ្សេងក៏ជួយប្រាប់នាងខ្ញុំម្នាក់មួយមកដើម្បីខ្ញុំឲ្យបានស្គាល់ប្រភេទត្រីនឹងច្បាស់តើគេហៅត្រីអីអញ្ចឹងទៅចំពោះខ្ញុំហៅតាំងពីដើមមកខ្ញុំហៅតែត្រីឡាប់យ៉ាក្រហមទេបងប្អូនចាហើយត្រីរបស់ខ្ញុំគឺខ្ញុំយកមកប្រឡាក់គ្រឿងដូចបងប្អូនឃើញអញ្ចឹងចាមានទឹកស្អ៊ីវហើយនឹងរ៉ូឌីគ្រឿងបន្តិចបន្តួចនៅក្នុងផ្ទះយើងទាំងបំបាម៉ានអញ្ចឹងបងប្អូនចាប្រឡាក់ឲ្យវាចូលសពអញ្ចឹងមកគឺខ្ញុំទុកមួយឡែកអញ្ចឹងទៅដើម្បីឲ្យវាចូលជាតិបានល្អអញ្ចឹងទៅក៏ខ្ញុំមកលាយជាគ្រឿងមីស៊ូរបស់ខ្ញុំអញ្ចឹងបងប្អូនអរគ្នាចាវីដេអូនេះគឺរៀងវែងបន្តិចហើយបងប្អូនអរគ្នា3នាទីជាងអញ្ចឹងទៅចាហើយគ្រឿងលេងមីស៊ូរបស់ខ្ញុំអត់មានអីច្រើនទេបងប្អូនអើយចាមានខ្ទឹមសនិងគល់ខ្ទឹមអញ្ចឹងទៅមានខ្ទឹមក្រហមហើយមានទឹកជាក្ដុលហើយនឹងស្បែកជ្រូកអញ្ចឹងបងប្អូនចាខ្ញុំលាយទឹកស៊ីវលាយអីចឹងមកបងប្អូនអើយចាហើយនឹងរ៉ូឌីហើយនឹងស្ករប៊ីចេងតិចតួចចឹងទៅកុំឲ្យប្រៃពេកចឹងបងប្អូនដើម្បីខ្ញុំធ្វើទឹកជ្រលក់បន្ថែមបន្តិចចឹងទៅណាមួយគឺខ្ញុំធ្វើឲ្យប្រៃទេតែប្រៃពេកខ្លាចហូបមិនសូវឆ្ងាញ់ចឹងទៅយើងធ្វើឲ្យរៀងល្មមបើយើងមានទឹកជ្រលក់ក្រៅយើងធ្វើទឹកជ្រលក់តិចអញ្ចឹងបងប្អូនចាខ្ញុំលាយគ្រឿងច្បល់ឲ្យចូលគ្នាឲ្យសព្វចឹងទៅបងប្អូនចាបើខ្ញុំយកទៅចំហុយជាមួយត្រីយើងតែម្ដងល្មមថាខ្ញុំលាយគ្រឿងឲ្យរួចរាល់គឺត្រីរបស់ខ្ញុំគឺចូលជាតិល្មមហើយបងប្អូនអើយចាធ្វើមុនបងដូចរៀងតំណងដែរបងប្អូនចាំបងប្អូនមើលបន្តិចទៀតចារៀងតំណងគ្រឿងអីគ្រប់សពដល់ពេលដាក់ចំហុយមានណាបងប្អូនអើយដាក់ចានពងកពើចំហុយមានអីចានពងកពើធំជាងឆ្នាំងកាទេខ្ញុំទៀតចាបងមិនធំមួយម៉ាច់បងប្អូនអើយព្រោះចានវាធំជាងឆ្នាំងកាទេចាឆ្នាំងកាទេគឺថាប៉ុណ្្នឹងវាធំណាបងប្អូនតែកាពិតចាននេះវាធំជាងឆ្នាំងកាទេខ្ញុំទៀតដាក់ទៅដូចមេឃហេតុនឹងដីអញ្ចឹងបងប្អូនអើយចាវាការរៀបត្រីគឺចេញមកវាតំណងដែរចាពេលតំណងដែររៀបទៅហើយដាក់ចំហុយមានកើតណាបងប្អូនអើយចាមានលុយខ្ញុំទិញអាឆ្នាំងស្អីចំហុយនោះមួយបងប្អូននេះទិញចានទុកសម្រាប់ចំហុយដើម្បីមើលតើថាចង់ធ្វើអីមួយចំហុយឲ្យវាពឹបចឹងទៅមានឆ្នាំងមានអីស្រួលបូមអញ្ចឹងបងប្អូនទៅពេលនឹកចង់ហូបម្ដងគឺវេទនាចាវេទនាថាមិនដឹងថាដាក់ចំហុយឲ្យម៉េចអីឲ្យម៉េចចឹងបងប្អូនចាពេលអញ្ចឹងបងប្អូនហើយចាដាក់រៀបឲ្យមើលទៅតំណងបងប្អូនចាបើមិនតំណងមិនបើរៀបទៅឡើងស្អាតផ្លឹងដល់ពេលដាក់ទៅដូចបងប្អូនឃើញអញ្ចឹងចាគឺនៅចំតើតលើមាត់ឆ្នាំងចាក្របមិនកើតមិនដឹងចំហុយថាម៉េចទេបងប្អូនអើយចាខ្លាចមិនឆ្អិនចិនត្រីទៀតអញ្ចឹងទៅក៏ខ្ញុំដូរមកដាក់ឆ្នាំងខ្ញុំទិញមកពីភ្នំពេញអញ្ចឹងបងប្អូនអញ្ចឹងខ្ញុំដាក់ឆ្នាំងនឹងតែម្ដងពេលឆ្អិនរួចបាទខ្ញុំទៅដាក់ចាននៅដើម្បីមើលទៅស្អាតអញ្ចឹងទៅបងប្អូនចាស្របពេលនឹងដែរគឺខ្ញុំដាក់ដុតភ្លើងចំហុយចោលតែបងប្អូនខ្ញុំឆ្លៀតមកធ្វើទឹកត្រីទុកជ្រលក់អញ្ចឹងខ្ញុំធ្វើទឹកត្រី7ទុំអញ្ចឹងបងប្អូនខ្ញុំអត់បុកទឹកត្រីកោះកងទេណាមួយមានទេមានអីអញ្ចឹងទៅម៉ែក្មេកខ្ញុំគាត់អត់ហូបទេហឹលអញ្ចឹងបងប្អូនចាហើយនេះឆ្អិនរួចរាល់ដល់បងប្អូនមើលទៅតំណងអត់ហើយហូបឆ្ងាញ់អត់បងប្អូនចាឆ្ងាញ់ចាខ្ញុំធ្វើ